ហើយបទចម្រៀងបទនេះដែរមានផ្ញើជូនទៅដល់ខ្មែរគ្រប់រូបហើយសង្ឃឹមតែអ្នកនឹងចងចាំព្រឹត្តិការណ៍មួយដែលសែនឈឺចាប់នឹងសក់ទឹកភ្នែកអ៊ូលណែនចិត្តខ្ញុំសែងខ្លោចផ្សាលឺដំណឹងដល់សងវែកចោលឆ្លៀនពីកំពុងប្រហាបាញ់រះប្រជាជនស្លូតត្រង់ឲ្យមរណាពួកអានេះដេរឆានគ្មានចិត្តអីធម៌មេត្តាឈឺបេះដូងដូចគេហែកទឹកភ្នែកជន់រួមជាតិខ្លះរត់ជំលាខ្លួនខ្លះទៀតប្រត់ប្រសាច់ញាតត្រូវរត់ចោលទីថាម្ដងហើយម្ដងទៀតគ្រួសារយើងត្រូវភៀសសឹកព្រោះតែជនថោកទាបមិនដាច់បីកូនរត់ឪពុកប្រយុទ្ធនឹងចោលឆ្លៀនពីកលេសទៅមើលដៃពុកវិញឲ្យសុបតែឈាមតតាំងការពីទឹកដីមិនឲ្យគេទន្ទ្រាំបៀងគ្រាប់ជាប់ជើងដេកដូចនឹងធ្លុកឈាមបាយដាំរួយឆ្អិនបាយជាគ្មានអ្នកហូបទីជំរកមកកទេបាយជាគ្មានអ្នកសម្រាប់ក៏លេទៅមើលក្រោយផ្ទះសល់តែឆ្នាំងហើយនឹងចានផ្ទះហើយយើងស្ងាត់ជ្រងំដូចជាវាលហោឋានអ្វីដែលមិនចង់ជួបអ្វីដែលមិនចង់ឃើញអ្វីដែលមិនចង់ឮគឺសំឡេងក្រកកំភ្លើងតើគួរនេះធ្វើយ៉ាងម៉េចបើគេបំពេញយើងម្ដងហើយម្ដងទៀតកំហឹងខ្មែរនេះឆេះដូចភ្លើងក្មេងៗអត់ដឹងអីស្ត្រីទៅរងគ្រោះជំលាខ្លួនដែលចេញពីផ្ទះទាំងខ្លួនមានផ្ទៃពោះបនស្រន់អស់ហើយមិនដឹងស្លាប់មិនដឹងរស់យើងសុំតែមិនសុខឲ្យផុតទុកឲ្យផុតគ្រោះគេរំលោភគេបំពេញគេទន្ទ្រានចង់យកដីពួកនេះសាហាវណាស់រំលោភទាំងក្មេងស្រីខ្ញុំអួរដើមកអស់ពាក្យហើយនឹងនិយាយហើយក៏ឆ្កល់ខ្លាំងណាស់តែចិត្តពួកវាសាំងពីអ្វីខ្ញុំលើកដៃបួងសួងអរុបអរិយអ្នកតាសុំសុខចម្រើនដល់ជាតិខេមរារួចចាក់ផុតពីទុកពេលដែលខ្មាំងវេទប្រហារត្រឡប់មកផ្ទះយើងវិញឲ្យជួបជុំគ្រួសារ